ស្វែងយល់បន្ថែមតាមហ្នឹងទៅនេះគ្រាន់ជា stages in designing questionnaire ទេអានេះខ្ញុំមិនបដោតទេគ្រាន់ថាការបង្កើត questionnaire វាមានដំណាក់កាលវាច្រើនដំបូងយើងដឹងគោលបំណងនៃ questionnaire របស់យើងធ្វើពីអីទៅហើយយើងដឹង hypothesis យើងចង់វាស់ទៅលើអីយើងដឹងត្រូវដឹង population យើងនៅណាគេដូចមិញបងប្អូនយើងបានបញ្ជាក់ឲ្យថាគាត់ធ្វើស្អីពីរឿងនេះឬនោះដឹង population ហើយចឹងដឹងពីគោលបំណងស្រាវជ្រាវដឹងថាយើងចង់ធ្វើនឹង research question យើងអីបើត research question មាន3យើងត្រូវមាន3ផ្នែកក្នុង questionnaire អញ្ចឹងណាហើយយើងធ្វើជាមួយនឹងណាគេ population ហើយតើ sample យើងប្រហែលអ្នកនៃ population នឹងយើងរើស sample យ៉ាងម៉េចចឹងតើអស់ត្រូវដឹងហើយបើយើងចាប់ដើមបង្កើត questionnaire យើងកំណត់អំពី scale question ស្អីរបស់យើងនឹងតើ questionnaire យើងត្រូវមានប្រមាណផ្នែកជាទូទៅផ្នែកនៃ questionnaire យើងផ្ដោតទៅតាមសំណួរបើសំណួរយើងមាន3យើងមាន3ផ្នែកដែរទៅបូកជាមួយផ្នែកព័ត៌មានទូទៅមួយទៀត4ផ្នែកអញ្ចឹងវាស៊ីសងទៅលើសំណួររបស់យើងបើយើងសំណួរមាន3សំណួរយើងមាន3ផ្នែកមួយផ្នែកឆ្លើយសំណួរទី1ផ្នែក1សំណួរទី2ផ្នែក1ទៀតឆ្លើយសំណួរទី3ហើយយើងមានផ្នែកដំបូងគេគឺផ្នែកព័ត៌មានទូទៅហៅ demographic information ទីទៀតខ្ញុំបង្ហាញពីហ្នឹងអញ្ចឹងណាហើយបើយើងចាប់ដើមបង្កើតសំណួរមួយដឹងផ្នែកមានប្រហែលផ្នែកហើយតើមួយវាត្រូវមានស្អីខ្លះអញ្ចឹងហើយបានយើងគិតអំពីថាតើ3ផ្នែកណាមុនណាក្រោយវែងខ្លីយ៉ាងម៉េចអីយ៉ាងម៉េចអញ្ចឹងទៅអាហ្នឹងគឺដំណាក់កាលបន្ទាប់ទេ check each item has been addressed with several items for each issue ច្បាស់ថាផ្នែកមួយវាមាន item ប្រមាណហើយវាឆ្លើយតបទៅសំណួរណាអីណាយើងដឹងអស់ប៉ុណ្្នឹងហើយបានយើងបង្កើតបានជា questionnaire យើងទៅ pilot វា pilot មកថាឲ្យគេធ្វើសាកសិនរមលើ4-10នាក់មកបំពេញកំណងសំណួរសិនបំពេញហើយយើងសួរគាត់ថាបងឯងឬក៏បងឬលោកគ្រូបំពេញតើអានសំណួរនឹងយល់អត់ឆ្លើយស្រួលអត់ឬក៏មានបញ្ហាត្រង់ណាដែលបញ្ហាអីអត់ហើយគាត់សួរគាត់អញ្ចឹងគាត់ថាគ្រូសំណួរនេះខ្ញុំរកចម្លើយអត់ឃើញទេសួរមកដូចមិនដឹងថាឆ្លើយមិនទេអត់ច្បាស់អញ្ចឹងអីចេះឬក៏សំណួរនេះចម្លើយមាន2ត្រូវទាំង2ឬអានេះចម្លើយជាន់គ្នាអីចឹងណាអញ្ចឹងគាត់ឲ្យមតិមកវិញយើងកែលម្អតាមដឹងយើងកែយើង refine questionnaire យើងកែសម្រួល questionnaire ហ្នឹងឲ្យស្អាតឡើងវិញហើយសួរគាត់ថាបំពេញមួយហ្នឹងប្រហែលនាទីបានចប់ចុចទៅសួរអត់អីអត់សួរទាំងអស់ហើយបានយើងកែសម្រួលស្អាតហើយបានយើងទៅយកអាហ្នឹងទៅឲ្យគេបំពេញមែនតែនហើយពេលស្នើគេបំពេញមែនតើយើងស្នើឲ្យយើង remind គេហៅឲ្យទៅអញ្ចឹងជា process នៃ questionnaire ហ្នឹងគឺចេញមកពីគោលបំណងនៃការស្រាវជ្រាវ research question របស់យើងដឹងថាយើងប្រមូលជាមួយនរណាបានចាប់ដើមបង្កើត questionnaire បានហើយយើងទៅ pilot វាសិនតេស្តវាសាកល្បងសិនថាតើវាល្អឬក៏មិនល្អគេធ្វើទៅគេយល់ឬក៏មិនយល់ហើយយើងកែសម្រួលបានយើងទៅប្រមូលមែនតែនតែប៉ុណ្្នឹងទេឥឡូវការងាររបស់យើងថាតើបង្កើតមិនព្រោះផ្សេង pilot ស្អីហ្នឹងគឺដំណាក់កាលបន្តទៅដំណាក់កាលពិបាកគឺអាកដានេះបង្កើត questionnaire យ៉ាងម៉េចឥឡូវយើងនិយាយរឿង questionnaire លម្អិតទៀតចុះ questionnaire មានពីរប្រភេទសំណួរណាសំណួរបិទសំណួរបើក closed question open ended question open ended question ហ្នឹងសួរទេគាត់មកសំណួរទៅចប់តែ close ended question ហ្នឹងពិបាកវាមានច្រើនប្រភេទវាមានគេហៅ dichotomous multiple choice rank ordering rating scale constant sum ratio data filter skip ស្អីមកកណ្ដោទៀតនេះអានេះគាត់ឈ្មោះគេទេតែអ្វីខ្ញុំចង់បញ្ជាក់ខ្លីៗគឺទី1គឺសំណួរហ្នឹងមានចម្លើយ2អាហ្នឹងគេហៅ key term របស់វាគេហៅ dichotomous question yes no true false yes no អញ្ចឹងណាឬក៏ male female ហ្នឹងអាហ្នឹងប្រភេទសំណួរមួយដែលមានចម្លើយ2មួយទៀតសំណួរមួយមានចម្លើយច្រើនអញ្ចឹង multiple choice question យើងដឹងហើយមាន3ទៅ5បើមាន2ទេវាចូលលើតែបើមានលើសពី3ពី3 4 5ពីច្រើន3ទៅ5
វាចូល multiple choice question ចឹងក្នុង question នេះយើងពេលខ្លះយើងមានសំណួរតែ2សំណួរមួយចម្លើយ2ពេលខ្លះសំណួរមួយចម្លើយ3 4 5ចឹងទៅមួយទៀតហៅ rank order ហ្នឹងយើងឲ្យចម្លើយគាត់តែឲ្យគាត់ rank មើលថាតើពីលេខ1ដល់លេខ5បងគិតថាមួយណាសំខាន់ជាងគេដាក់លេខ1ណាសំខាន់ដល់លេខ2លេខ3 4 5ហ្នឹងទៅចឹង type of question ask respondent to arrange the list of item in order of preference important frequency អីហើយមកថាគាត់ត្រូវ rank 5នេះ1 2 3 4 5ណាល្អជាងគេចឹងបើយើងអានឹងជាប្រភេទសំណួរមួយមិនមែនបានន័យថា question នេះយើងត្រូវមានអានឹងទេណាគាត់ប្រភេទសំណួរមួយយើងធ្លាប់ធ្វើ research មួយពាក់ព័ន្ធនឹង AI សួរអញ្ចឹងយើងឲ្យចម្លើយ10ទៅគាត់ឲ្យគាត់រើស5គាត់ថាយើងផ្ដល់ជា suggestion ក្នុងការប្រើ AI ឲ្យបានប្រសិទ្ធភាពឲ្យមានប្រសិទ្ធភាពយើងឲ្យ suggestion 10ឲ្យគាត់សូមបងប្អូនរើសតែ5បានហើយក្នុងចំណោម10ហ្នឹងចឹងហ្នឹងគាត់លក្ខណៈគាត់ rank ហើយគាត់មើល10ហ្នឹងណាល្អជាងគេគាត់តែយើងមិនបាន rank 1 2 4 5ទេឲ្យរើស5យកមកបែបហ្នឹងទៅចឹងប្រភេទសំណួរមួយប្រភេទមួយទៀតដែលនិយមជាងគេគឺប្រភេទ Likert scale rating scale ឬក៏ Likert scale ហ្នឹងគឺវាមាន agree disagree strongly agree ឬក៏ not at all little a lot very great deal useless useful very useful very useless អីចឹងណាបំប្រភេទទៅតែហ្នឹងគេនិយមជាងគេដោយសារចម្លើយវាមានច្រើនចឹងអ្នករើសគាត់រើសទៅតាមអ្វីដែលគាត់គិតចឹងណាពី1ដល់5ពីចិត្ត1ដល់5ឬក៏1ដល់7ចឹងមានអាច3 5 7ជួនកាលឡើង10អីចឹងទៅចឹងយើងហៅវាថា rating scale Likert scale ចឹងទៅតែខ្ញុំគិតថាបងប្អូនយើងពីចិនដឹងអាហ្នឹងហើយព្រោះយើងពេញចម្លងសំណួរគេក៏អាហ្នឹងដែរទៅបងមួយទៀតហៅ constant sum អានេះអត់សូវមានទេដោយសារពិបាក design ហើយក៏ពិបាកឆ្លើយដែរអញ្ចឹងមិនសូវពេញនិយមទេគាត់ឲ្យយើងដឹងថាវាមានដែរក្នុងហ្នឹងវាឲ្យសំណួរមួយគេឲ្យចម្លើយ 4 5ហើយគេឲ្យយើងបំពេញភាគរយទៅចម្លើយហ្នឹងឲ្យគ្រប់ 100% អញ្ចឹងវាមាន1 2គឺថាយើងចង់ទិញទូរស័ព្ទមួយតែយើងគិតអីសំខាន់ជាងគេឲ្យបន្ទុកវាមក 100% ថ្មទូរស័ព្ទប្រហែល%កាមេរ៉ាប្រហែល%ទំហំផ្ទុកប្រហែល%screen size ទំហំទូរស័ព្ទប្រហែល%ហើយតម្លៃប្រហែល%ឲ្យបូកមក 100% មកអញ្ចឹងខ្ញុំថាអូតម្លៃខ្ញុំគិតតម្លៃជាងគេ 50% អញ្ចឹងទៅណាហើយយើងគិតថាកាមេរ៉ាច្បាស់យើងយក 20% ទំហំផ្ទុកបាន 10% អញ្ចឹងតាមអ្នកដែលគាត់បំពេញអញ្ចឹងបែបហ្នឹងគេហៅ constant sum question គឺដាក់ចម្លើយឲ្យគេបំពេញតាមភាគរយមួយទៀតចម្លើយគឺ open ឲ្យគេបំពេញតើអ្នកអាយុប្រមាណអីចឹងណា Really how many hours per week do you spend using internet នេះគេឲ្យបំពេញខ្លួនឯងមកគេកំណត់ឲ្យគាត់ជាម៉ោងឲ្យគាត់បំពេញចំនួនអញ្ចឹងដល់ទៅលើការបំពេញចំនួនពេលខ្លះយើងមិនបាច់ធ្វើអញ្ចឹងទេយើងធ្វើអានេះវិញធ្វើ multiple choice នេះឧទាហរណ៍ថាករណីយើងសួរគាត់ថាតើអ្នកធ្វើការចំណាយពេលប្រហែលម៉ោងក្នុងមួយសប្តាហ៍សម្រាប់លេងអ៊ីនធឺណិតអញ្ចឹងប្រកាសជាមាន0ទៅ10 3ម៉ោង4ម៉ោងទៅ5ម៉ោង6ម៉ោង10ម៉ោង11ម៉ោង15ម៉ោង15ឡើងអីចឹងទៅអញ្ចឹងយើងឲ្យចម្លើយគាត់ហ្មងគ្រាន់តែការឲ្យចម្លើយវាអត់ច្បាស់ដូចអាបំពេញនេះទេគាត់គិតថាអូខ្ញុំ3ម៉ោងអញ្ចឹង3ម៉ោងនេះតែបើយើងដាក់0ដល់3យើងមិនដឹងគាត់1ម៉ោង2ម៉ោង3ម៉ោងយើងអត់ដឹងណាអានេះច្បាស់ដឹងហ្មងថា2 3 4 5អីចឹងទៅខុសគ្នាអញ្ចឹងណាអានេះបានតន័យជាក់លាក់អានេះបែបនេះបានតន័យជា rank មកថាយើងសួរសំណួរមួយថាអាយុប្រហែលអញ្ចឹងក៏ឲ្យបំពេញគាត់19 26 33 45 60អីចឹងទៅមួយទៀតយើងដាក់ rank ឲ្យគាត់អាយុក្រោម20ឆ្នាំអាយុ21ដល់25តែយើងដឹងថាប្រហែលអ្នកអាយុ21អត់ដឹងទេ
ដឹងតែ rank ថា21ដល់25មានចំនួន30នាក់ហើយសួរ23ម៉ាននេះអត់ដឹងទេអានេះដឹងច្បាស់ហ្មងម៉ានអ្នកយើងខុសគ្នាអញ្ចឹងចេញមកខុសគ្នាអានេះសំណួរមួយទៀតគេហៅ filter question សំណួរនេះគឺសម្រាប់ឲ្យអ្នកចូលរួមនឹងគាត់ឆ្លើយបើគាត់ត្រូវបានគាត់ឆ្លើយបើគាត់មិនត្រូវគាត់អត់ឆ្លើយទេពោលចេះពេលខ្លះយើងធ្វើបំពេញសម្រងសំណួរអីគេយើងមានអារម្មណ៍ថាសំណួរនោះអត់ត្រូវមួយយើងសួរមកនោះទៅទេហ្មងយើងឆ្លើយអត់ចេញអត់ត្រូវមួយយើងអញ្ចឹងអ្នកធ្វើសំណួរនោះគាត់អត់ទាន់ច្បាស់ត្រូវឲ្យមានកន្លែង filter មួយមកថាបើសិនជាអត់ត្រូវទេមិនបាច់ធ្វើទេសំណួរហ្នឹងនេះដូចថា are you currently a university student yes បើឆ្លើយ yes ឆ្លើយបន្តទៀតបើ no ទេបាច់ឆ្លើយបន្តទេអាច skip ឬក៏អាចឈប់ធ្វើហ្មងទៅព្រោះយើងផ្ដោតតែជាមួយសិស្សសាកលវិទ្យាល័យអាហ្នឹងគឺ filter question មួយទៀតគេហៅ skip question យើងសួរសំណួរមួយកាន់ន័យថា do you use any AI tool for studying បើគាត់ឆ្លើយ yes យើងសួរគាត់តទៀតថាអូខេអ្នកឯងប្រើ AI tool តើមួយសប្តាហ៍ប្រើប៉ុន្មានដងហើយមិនជាអញ្ចឹងណាប្រើ AI tool មួយណាអញ្ចឹងទៅតែបើគាត់ថាអត់ប្រើផងយើងទៅសួរគាត់មួយសប្តាហ៍ប្រើប៉ុន្មានដងអត់ត្រូវមិនអញ្ចឹងយើងឲ្យគាត់ skip បើអ្នកឯងឆ្លើយថាអត់បានប្រើទេសូម skip ទៅចំនួនទី6ទៅអា4 5បាច់ឆ្លើយទេ4 5សម្រាប់អ្នកដែលធ្លាប់ប្រើ AI អ្នកអត់ធ្លាប់ប្រើម្លងសំណួរ4 5ទៅឆ្លើយសំណួរ6 7ទៅវិញទៅអញ្ចឹងពេលខ្លះយើងត្រូវ design សំណួរហ្នឹងឲ្យមាន skip យ៉ាងដែរតែខំហ្នឹងតន័យប្រមូលបានហ្នឹងវាអត់ត្រូវដោយសារអ្នកអត់ដែលប្រើ AI ក៏យើងសួរគាត់ប្រើមួយទឹកមួយដងដែរអញ្ចឹងវាកន្លែងខ្លះវាអត់ត្រូវវាអញ្ចឹងណាមានមួយទៀតគេហៅ contingency question អាហ្នឹងគឺជាប្រភេទ follow up question ទៅតាមចម្លើយរបស់គាត់សួរអានេះបើ interview គេហៅ probing question សួរថែមគាត់ថា have you ever used ChatGPT yes or no នេះខុសហើយនេះត្រូវឲ្យមាន B 2ដងបើសិនឆ្លើយ yes សួរថែមទៀត what do you mostly use it for តែបើគាត់ឆ្លើយ no យើងអត់សួរអានេះទេមួយទី2គឺតើអ្នកធ្លាប់ប្រើ AI អត់ប្រើ ChatGPT អត់គាត់ថា no អញ្ចឹងយើងមិនអាចសួរគាត់ថាប្រើដើម្បីអីមិនអញ្ចឹងព្រោះគាត់ថាអត់ដែលប្រើផងអញ្ចឹងកន្លែងហ្នឹងគឺសំណួរទី2គឺបានតែចំណាក់តែឆ្លើយ yes ទេពេល question នេះពេលខ្លះយើង design ត្រូវធ្វើអញ្ចឹងកុំឲ្យសួរទាំងអស់គ្នាព្រោះខ្ញុំធ្លាប់បំពេញ question នេះដែរជួនកាលសំណួរហ្នឹងអត់ត្រូវយើងឆ្លើយពីលើមកអត់តែធ្វើទេសំណួរតគេថាធ្វើមួយដងឬក៏ធ្វើមិនហើយឆ្លើយមិនទៅបើអត់ដែរប៉ុណ្ណឹងឃើញទេអញ្ចឹងវាត្រូវមានកន្លែង skip ទៅ note ប្រាប់គេថាអ្នក skip ហ្នឹងបានព្រោះបើអត់ឲ្យគាត់ skip គាត់បំពេញអត់កើតបើក្នុង Google Form ក្នុង online តើបំពេញមកវាទៅមុខកើតមិនក្នុងបើក្នុងกระดาษអីណាគាត់ skip បានតែក្នុង Google Form ពេលខ្លះយើងដាក់ឲ្យវា skip អត់កើតអា requirement required question ណាអញ្ចឹងគាត់ឆ្លើយទៅពីទៅតន័យហ្នឹងបានមកវាអត់យកជាការទេព្រោះគាត់ដែលប្រើផងយើងសួរថាប្រើមួយដងប្រើមិនអីចឹងណាហ្នឹងហើយព្រោះសំណួរនេះសំណួរបបពិសោធន៍មិនសំណួរperception ទេ perception បានថាទូគេអត់ប្រើក៏យើងសួរគាត់បានដែរអ្នកអត់ដែលប្រើ AI តែអ្នកគិតថា AI មានសារៈសំខាន់អត់ហ្នឹងក៏ឆ្លើយបានណាតែបើអត់ដែលប្រើតើប្រើមួយដងអានឹងឆ្លើយបានទេមួយទៀតគេហៅ branching question អាហ្នឹងគឺស្តៀង skip question ដែរដូចថាយើងសួរគាត់ថាតើអ្នករៀនកម្រិតណាគាត់ថាខ្ញុំក៏រៀនកម្រិត high school អញ្ចឹងឆ្លើយសំណួរតប7.10បើអ្នកឯងជា undergraduate ឆ្លើយសំណួរ11.14 graduate student ឆ្លើយ15.18អានេះចេះជា question នេះមិនសូវមានប៉ុន្មានទេដោយសារអីពេលយើងធ្វើ research យើងផ្ដោតប្រភេទសិស្សហើយយើងចង់ធ្វើជាមួយ high school student ធ្វើជាមួយ undergraduate student ឬក៏អីចឹងទៅតែពេលខ្លះយើងធ្វើសរុបទាំងអស់តែបើយើងធ្វើសរុបទាំងអស់
សិស្សទាំងអស់ទាំង high school ទាំង university student ចម្លើយសំណួរខ្លះអត់អាច apply to all ទេសំណួរខ្លះមិនអាចសួរមួយបានទាំងគ្រប់គ្នាទេព្រោះសិស្សវិទ្យាល័យខុសពីសិស្សសាកលអញ្ចឹងណាចឹងយើងត្រូវមាន branching question បើគាត់ឆ្លើយថាគាត់សិស្សវិទ្យាល័យត្រូវសួរបន្ទាប់ទៀតរឿងវិទ្យាល័យបើគាត់សិស្សសាកលសួររឿងសាកលអានេះករណី research មួយដែលផ្ដោតទាំងសិស្សវិទ្យាល័យទាំងសិស្សសាកលតែបើយើងធ្វើ research មួយតែសិស្សវិទ្យាល័យទេអាហ្នឹងអត់មានពួកហ្នឹងទេយើងបានថាយើង design អានេះមុននេះ filter មុនហើយថាបើអ្នកឯងសិស្សវិទ្យាល័យមិនបាច់ធ្វើទេ research ហ្នឹងសម្រាប់តែសិស្សសាកលវិទ្យាល័យទេអញ្ចឹងណាអញ្ចឹងក្នុងការ design questionnaire វាមានប្រភេទសំណួរផ្សេងៗអញ្ចឹងផងដឹងថាយើងត្រូវចេះដាក់តាមណាផងដឹងថាប្រភេទសំណួរហ្នឹងវាមានអាខ្លះវាអត់ស៊ីជាមួយអ្នកចូលរួមទេគាត់អាច skip បានគាត់អីហ្នឹងទៅពេលខ្លះយើងចង់បានតន័យជាក់លាក់ពេលខ្លះយើងចង់បានតន័យមិនជាក់លាក់ទេយើងគ្រាន់ដាក់ជា multiple choice ឲ្យគាត់ជ្រើសរើសអីចឹងណាគោលបំណងយើងយ៉ាងម៉េច design តាមហ្នឹងមកចុងក្រោយគេគឺសំណួរបើកក្នុង questionnaire ក៏យើងអាចមានសំណួរបើកដែរព្រោះវាស្មើនឹងយើងសម្ភាសគាត់ណាឬក៏យើងចង់គាត់បញ្យល់ថែមអញ្ចឹងយើងមាន open question ចុងក្រោយគេតែកុំច្រើនពេក maximum 3អីបានហើយអ្នកខ្លះលេង questionnaire លេង open question 10អីចឹងណាទៅអង្គុយមានពេលឲ្យមកពេញចម្លើយឲ្យយើងក្នុងសំណួរខ្លះនេះសួរមកដូចក្នុងចូល exam ណាដូចប្រឡងណាអញ្ចឹងអត់ទេគេអត់ធ្វើចឹងទេគេតិចបានហើយ1 2 3កុំច្រើនពេកបើមាន question ជា open question បើអត់មានក៏អត់អីដែរអត់អីទេ open question ជា optional ទេបើយើងចង់បានព័ត៌មានថែមអញ្ចឹងណាព្រោះអញ្ចឹងបើយើងដាក់ open question យើងត្រូវវិភាគ open question បានចម្លើយមកនិយាយថ្ងៃពេញហ្នឹងវិភាគ3ខ្ទិះទៀតហើយតែបើយើងអត់ដាក់ទេសួរហ្មងតន័យបានដាក់ចូល SPS វិភាគបានភ្លាមឬក៏ប្រើតាម Google Form វិភាគឲ្យទាំងអស់តែបើជា open question ត្រូវចេះវិភាគតន័យតាមcore research ទៀតហ្នឹងវាវែងឆ្ងាយទៀតអញ្ចឹងណាហ្នឹងហើយក៏មិនមានកុំដាក់ច្រើនពេកអញ្ចឹងជារួម questionnaire គឺមកអញ្ចឹងវាមានប្រភេទសំណួរមានអីហ្នឹងទៅឥឡូវនេះគាត់ថា background ណាទៅមុខទៀតអានេះការបង្កើត questionnaire ការបង្កើត questionnaire វាមានរឿងច្រើនដូចខ្ញុំបង្ហាញ slide មុនអញ្ចឹងគឺយើងដឹងគោលបំណងយើងអីយើង measure ទៅលើអី variable អីហោហាយអញ្ចឹង hypothesis question population អីយ៉ាងទៅហើយមានអត្ថេណាខ្លះយើងចង់វាស់មើល independent dependent អីអូហាយអញ្ចឹងណាហើយ questionnaire យើងចង់ទៅបែបណាជា multiple choice question ជា clock ended question ជា rating scale Likert scale dichotomous question បានថាយើងប្រភេទសំណួរផ្សេងនេះយើងយកណាមកសួរវាមានមិចចូលគ្នាមិនចឹងយើងចង់បានអាម៉េចចង់ឲ្យគាត់ rating ចង់ឲ្យគាត់ Likert scale ចម្លើយឬក៏អីម៉េចតាមនឹងមកបន្តមកទៀតគិតទៅលើការសរសេរអានេះវាវែងឆ្ងាយទៀត simple neutral specific language one idea one question ហើយកុំដាក់សំណួរយ៉ាងគេ leading question ឬក៏ bias question sensitive question ត្រូវប្រយ័ត្នការប្រើពាក្យហ្នឹងកុំឲ្យគេអានហើយគេមានអារម្មណ៍ថាយើងមើលងាយគេអីចឹងណាអញ្ចឹងវាមានរឿងច្រើននៅក្នុងហ្នឹងទៀតជារួមដើម្បីឲ្យ questionnaire មួយល្អពេលយើងធ្វើឲ្យយើងឲ្យអ្នកមនុស្សម្នាក់ពីរនាក់ពិនិត្យសិនអានសិនបានយើង pilot ទៀត pilot បានយើងទៅធ្វើមែនតើអញ្ចឹងណាហើយយើងដឹងអំពី questionnaire មួយវាមាន3 section ធំsection introduction ទៅទៀតខ្ញុំបង្ហាញឲ្យមើលintroduction section ស្អាតហើយទៅបន្តមកទៀតមានមួយ section ទៀតនិយាយអំពី demographic information section main body ដល់ទៅលើសំណួរទាំង2ទាំង3ដែលយើងមានហើយ closing អរគុណគេអញ្ចឹងទាំងអស់4ណាសេចក្តីផ្ដើមដែលយើងនិយាយអំពី ethics ហើយនឹងការអញ្ជើញគេចូលរួមបន្តមកទៀតយើងសួរសំណួរពាក់ព័ន្ធនឹងរឿងផ្ទាល់ខ្លួន
ហើយបើយើងចូល main body បានតែសំណួរសំខាន់ដែលយើងមានហើយ closing អញ្ចឹង4ផ្នែកដូច introduction body conclusion អញ្ចឹងដូចយើង say essay អញ្ចឹងគាត់ថាខ្ញុំឃើញ research ច្រើនគេធ្វើគឺ picture ណា introduction អត់ល្អទេមានតែពីនេះទៅហ្មង introduction ល្អសំខាន់ជាងគេគឺរឿង ethics ហើយអ្នកស្រាវជ្រាវយើងភាគច្រើនគាត់អត់ទៅគិតរឿង ethics មកនេះគាត់ចេះដាក់ questionnaire គេបំពេញទៅមិនដឹងថាអាហ្នឹងស្អីជួនកាលអាហ្នឹងមិនដឹងថា questionnaire និយាយពីអីចំណាយពេលប្រហែលនាទីក៏មិនដឹងប្រម៉ូទទៅហើយយើងបំពេញហើយគាត់យកព័ត៌មានទៅណាក៏យើងអត់ដឹងអញ្ចឹងណាវាអត់មានព័ត៌មានពាក់ព័ន្ធនឹងគោលបំណងឬក៏ ethics ឬក៏ពេលវេលាទៅបំពេញនឹងអស់រយៈពេលប្រហែលអញ្ចឹងណាអ្នកខ្លះដាក់ថា5 minutes to complete យើងធ្វើកន្លះម៉ោងធ្វើអត់ហើយយើងទៅបើថាគាត់អត់មុននឹងដាក់ឲ្យគេបំពេញយើងបំពេញខ្លួនឯងសិនពេញខ្លួនឯងមើលថាចំណាយពេលប្រហែលហើយស្រួលឬក៏មិនស្រួលយើងជាអ្នកធ្វើនេះយើងបំពេញយើង pilot ខ្លួនឯងសិនអញ្ចឹងណាហើយបាន pilot ជាមួយអ្នកផ្សេងហើយបានស្រួលគេថាតើវាមិនដែរចំណាយពេលប្រហែលបានយើងច្បាស់ហ្នឹងបានយើងទៅ design នៅក្នុង questionnaire មែនតើថាអូខេ questionnaire នេះគឺយើងប្រមូលមកចេះអីចេះចំណាយពេលប៉ុណ្ណេះអីប៉ុណ្ណេះអីចឹងណាច្បាស់អញ្ចឹងបានគេទៅបំពេញឲ្យយើងអូខេហើយពាក់ព័ន្ធនឹងរឿងdesign យើងអីនេះខ្ញុំមិនលំអិតទេខ្ញុំដាក់ slide ឲ្យយើងអានថែមណា like scale frequency លេខអីយើងទៅត្រូវមើល reliability check មើល Cronbach alpha អ្នកខ្លះគេឲ្យធ្វើស្អីគេ IOC item incongruent IOC congruent វាថា item មួយវាស៊ីគ្នាអញ្ចឹងណាហើយអ្នកជំនាញពិនិត្យអីហ្នឹងទៅហើយ ensure clarity សំខាន់កុំប្រើ term ខ្លះគេអានអត់គេអត់យល់ផងសំណួរខ្លះវាជា double negative មិនដឹងឆ្លើយថាម៉េចឲ្យត្រូវសំណួរខ្លះពាក្យហ្នឹងដាក់មកមិនដឹងមានន័យថាម៉េចអីចឹងណាពេលខ្លះអានសំណួរមិនយល់ផងឲ្យទៅឆ្លើយមិនអញ្ចឹងណាចឹងរឿងទាំងអស់ហ្នឹងគឺត្រូវយើងជាអ្នកស្រាវជ្រាវហ្នឹងពិនិត្យមើល ensure neutrality កុំប្រើសំណួរដែល leading question បានថាយើងឲ្យចម្លើយទៅគេហើយហ្នឹងគេមិនទាន់ឆ្លើយពួកហ្នឹងវាអញ្ចឹងណាហើយនឹងអានេះទៅយើងនិយាយនេះ adopt existing instrument យើងត្រូវ check មើលថាតើយើងយករបស់គេទាំងស្រុងមកធ្វើជា questionnaire របស់យើងឬក៏យើងយករបស់គេខ្លះយកមកធ្វើជា questionnaire តែខ្ញុំបានបញ្ជាក់នៅក្នុងក្រុមថ្ងៃមុនដែរតើទៅនឹង adapt ហ្នឹង10ហ្នឹងហើយចុងបន្ទាប់គឺត្រូវ pilot questionnaire ហ្នឹងមុននឹងធ្វើអីមួយត្រូវ pilot វាសិន pilot ហើយយើង check មើលថាតើអ្នកធ្វើហ្នឹងគាត់ធ្វើត្រូវអត់ check មើលគាត់បែប alpha ហ្នឹងមិនដែរមានគាត់មើលទៅសំណួរហ្នឹងគាត់យល់អត់ចំណាយពេលអស់ប្រមាណហើយមើលទៅមានកន្លែងខ្លះវាមើលអត់យល់អត់បានចម្លើយរបស់គាត់មតិគាត់យើងយកមកកែ questionnaire របស់យើងអានេះរឿង adopt ហើយនិង adapt questionnaire បើយើង download questionnaire គេមកហើយស្រាប់តែឃើញល្អតំណងប្រើហ្មងបាច់កែគឺយើង adopt ចឹងប្រើ questionnaire របស់គេដូចដើមដោយវាមានកែអីទាំងអស់តែអានេះភាគច្រើនមិនទៅដំណើរការទេបែបហ្នឹងលុះត្រាតែ questionnaire ហ្នឹងវាជា global scale វាថា scale ហ្នឹងគឺគេប្រើទូទៅពិភពលោកអីចឹងណាអ្នកណាក៏ប្រើហ្នឹងដែរអាហ្នឹងយើងយកមកប្រើហ្មងទៅតែភាគច្រើនគឺអត់ទេត្រូវ modify questionnaire to better suit your context audience language cultural setting questionnaire មួយយើងត្រូវយកមកកែត្រូវបន្ថែមបន្ថយធ្វើម៉េចឲ្យត្រូវតាមបរិបទយើងតាមអ្នកចូលរួមរបស់យើងវប្បធម៌របស់យើងអីចឹងណាចឹង adapt questionnaire if change are needed ក្នុងការ adapt យើងកែពាក្យពេចន៍កែ participant របស់យើងកែ item ទៀត item ខ្លះយើងថែមខ្លះថាយើងថយទៅតាមជាក់ស្ដែងbut keep core item as close to original as possible ពួកជាងការ item របស់គេបង្កើតមកប៉ុណ្ណឹងគេ design ប៉ុណ្ណឹងគេ verify ឲ្យអស់ហើយ validate ហើយយើងយកមកកែទៅទៀតខុសដើមខុសទៀតក៏មានដែរចឹងអត់ចឹងទេអានេះប្រ
bạnថាយើងត្រូវ adapt ឬក៏ adopt ទីមួយយើង search ឲ្យមើល questionnaire search បានហើយយើងត្រូវយកទាំងស្រុងឬក៏យកមកឆ្នៃហើយបើយកមកទាំងស្រុងយើងបាច់កែទាំងអស់បើយើងឆ្នៃយើងកែអញ្ចឹងអានេះខ្ញុំដាក់ថា skip មកនេះជួនកាលគេត្រូវការ permission ឬ questionnaire ខ្លះយើងត្រូវការសុំគេត្រូវសរសេរ email ទៅសុំគេសុំ questionnaire យកមកប្រើពេលខ្លះទៀតមិនបាច់ទេជា academic research មិនបាច់សុំទេតែបើជា commercial research ត្រូវសុំបើថា research ហ្នឹងត្រូវការធ្វើទៅយកទៅលក់យកទៅអីទៅសុំគេព្រោះយើងមិនជា academic វាជាប្រភេទ business ណាចំនួនណាធ្វើ pilot ទៀតហើយបើ adopt របស់គេមិនបាច់ pilot ទេពេលខ្លះណាគឺគេធ្វើឲ្យគេ validate ត្រូវហើយអីហើយ liable ហើយយើងយកទៅប្រើហ្មងទៅប៉ុន្តែបើយើងយកមក adapt នេះត្រូវតែ pilot ពួកមិនដឹងថាយើង design សារថ្មីឆ្នៃនឹងត្រូវឬក៏ខុសប៉ុណ្ណឹងអញ្ចឹងគេឲ្យយើង pilot មើលថាតើគេយល់អល់អ្វីយើងទៅសេនឹងហើយវាមាន liability កម្រិតណាអីហោហាយអញ្ចឹងណាជា citation ត្រូវ cite ទាំងអស់ខ្ញុំបាន share ក្នុងក្រុមដែរពេលខ្លះ questionnaire មួយយើងយកពីអ្នកណាមួយមកយើងប្រាប់ថា this questionnaire was adopted from research ណាមួយអញ្ចឹងទៅ adapted ក៏ប្រាប់ថាយើង adapt ពីអ្នកណាដែរ questionnaire យើង adapt មកពី3ករណី3ឯកសារផ្សេងគ្នា1 2 3យើងមកអញ្ចឹងណានៅក្នុងនិកាយបទឬក៏អត្ថបទស្រាវជ្រាវយើងត្រូវបញ្ជាក់ឯកសារដើមថាតើ questionnaire របស់យើងនឹងយើងបានមកពីណាណាគេជា original source ហើយយើងយករបស់គេនឹងយកមកទាំងស្រុងឬក៏យើងយកមកឆ្នៃ adopt យកទាំងស្រុង adapt ឆ្នៃកែសម្រួលហើយបើយើងឆ្នៃតើយើងឆ្នៃទៅលើអីកែទៅណាខ្លះហើយយើងមានបានតេស្តមើល reliability validity របស់វាអត់យើងមើលគ្រាន់តែ alpha បានប្រមាណអត់អីអត់អញ្ចឹងណាមាន pilot អត់អីចឹងទៅទាំងអស់នោះគឺជាចំណុចទៅគិតនៅពេលយើងធ្វើ questionnaire ឥឡូវយើងនិយាយពីការ design questionnaire បន្តិច questionnaire មួយត្រូវមាន4ផ្នែក1 2 3 4 3តែមិនមែនតែ3ផ្នែកទេលើនេះ title របស់ questionnaire ហ្នឹងអ្នកខ្លះធ្វើ research មិនដឹង title ស្អីផងចេះដាក់ឲ្យគេបំពេញមុនខ្ញុំឃើញគេបញ្ជាក្នុងក្រុមចុចមើលទៅមិនដឹងថាធ្វើពីអីចេះតែស្នើគេបំពេញអញ្ចឹងណាយើងត្រូវមាន title ច្បាស់លាស់ថាតើ research យើងធ្វើទៅលើអីបង្ហាញឲ្យគេដឹងថា research ទៅលើអីបើមិនជឿយើងចូលក្នុងក្រុម research training អត់ចុចមើលពី3 questionnaire ដែលពួកបងប្អូនយើង share ទៅដឹងហើយអ្នកខ្លះអត់កើតទេតែ share មកហើយអ្នកខ្លះទៀតគេមានក្បាលមានកន្ទុយត្រឹមត្រូវរបស់គេណាយើងត្រូវមាន title បន្ទាប់ពី title យើងមាន section មួយជា opening section ហ្នឹងយើងនិយាយអំពី questionnaire គោលបំណងអីហើយប្រមូលទិន្នន័យមកយកទៅណាសារការសម្ងាត់យ៉ាងម៉េច ethic យ៉ាងម៉េចចំណាយពេលប្រហែលដើម្បីបំពេញចំណាយពេលប្រហែលសំខាន់ណាជួនកាលគេមានពេល10នាទីបំពេញ questionnaire ចឹងគេចង់បំពេញឲ្យយើងចុចបាច់ស្រាប់តែលេងបំពេញកន្លះម៉ោងអត់ទាន់ហើយទៀតហើយដល់គេត្រូវចូលប្រជុំគេត្រូវធ្វើការគេវិញហើយយើងកាំងកដាទីនឹងមិនកើតចឹងគេគាត់តែឃើញយើងគេចង់ស្អប់យើងបាត់ហើយយើងតែប្រាប់ថាខ្ញុំចំណុច questionnaire 5នាទីទេអញ្ចឹងគេមាន10នាទីគេធ្វើបានមែនកុំឲ្យតែយើងដាក់ថា5ឬក៏10នាទីគេធ្វើកន្លះម៉ោងហើយអាហ្នឹងគឺយើង researcher ហ្នឹងគឺខុសហើយដោយសារអីយើងដឹងថា questionnaire ហ្នឹងចាយពេលប្រហែលដើម្បីដឹងចាយពេលប្រហែលយើងខ្លួនឯងទៅធ្វើវាសិនឬក៏យើង pilot មួយអ្នកផ្សេងហើយសួរគាត់ថាតើគាត់ចំណាយពេលប្រហែលហើយការចំណាយពេលមិនពឹងទៅលើម្នាក់ឯណាពឹងទៅលើ4 10នាក់មកព្រោះជួនកាលអ្នកម្នាក់ហ្នឹងគាត់លឿនគាត់ចាយពេល5នាទីហើយអ្នកនេះម្នាក់ទៀត5 10នាទីមិនទាន់ហើយផងមិនចឹងយើងថា questionnaire ចាយពេលតែ5នាទីមិនកើតសម្រាប់តែម្នាក់ហ្នឹងដែរគាត់ធ្វើលឿនហ្នឹងអញ្ចឹងយើងអត់ទេ balance មកចាយពេលប្រហែលជា10នាទីចឹងប្រហែលជា10នាទីអាច7នាទីអាច3 10នាទីអញ្ចឹងណាតាមមនុស្សគាត់លឿនគាត់យឺតចឹងទៅអញ្ចឹងយើងយក average score average time យកមកដាក់បន្ទាប់ពី
opening នឹងមានក្បាលមានកតុយហើយបាទយើងចូលផ្នែក body ជាទូទៅយើងចូលដំបូងdemographic information ហើយគាត់ថា demographic information ហ្នឹងគេអាចឆ្លាស់គ្នាណាពេលខ្លះគេដាក់ក្រោយគេពេលខ្លះគេដាក់មុនពីឆ្លាស់គ្នាបាននេះអា body នេះអាចដាក់ demographic មុនក៏បានអាចដាក់ content មុនក៏បានចឹងដំបូងពេលចឹងខ្ញុំធ្វើសួរលើនេះមុនសួរមុនយុបានភេទស្រីឬក៏ប្រុសសញ្ញាបត្រអីហោះអាយចឹងសួរសិនមកយើងចូលពិបាកកុំឲ្យគាត់បើកបាច់មកពិបាកភ្លាមគាត់ដែលជាកេះគាត់ណាហើយបើយើងចូលសំណួរសំខាន់ៗយើងមានចា content របស់យើងស្ទងទៅលើ question របស់យើងមានសំណួរ3យើងដាក់3 section មកមានសំណួរ2 section ហ្នឹងទៅជួនកាលមានមួយសំណួរទេតែជា3 section ចឹង divide into subsection ឬក៏ sim មាន close មាន open question ហ្នឹងទៅចុងក្រោយយើងអរគុណអ្នកចូលរួមហើយយើងចង់ស្នើសុំគាត់ដាក់លេខទូរស័ព្ទ email បន្ថែមបើយើងចង់តាក់ទងគាត់បន្តទៀតយើងអាចតាក់ទងបានអញ្ចឹងណាជា follow up question ជាអីចឹងទៅជាពិសេសអ្នកធ្វើ mid method បែប exploratory យើងឲ្យគាត់បំពេញហើយយើងត្រូវសួរគាត់ថាតើបើសិនជាលោកគ្រូឬក៏បងចង់តាក់ទងបងអូនដើម្បីសម្ភាសបន្ថែមតើបងអូនព្រមអត់បើបងអូនព្រមឲ្យលោកគ្រូសម្ភាសជួយដាក់លេខទូរស័ព្ទផងចឹងណាចឹងគាត់ដាក់ចឹងនៅណាដាក់យើងហៅគាត់សម្ភាសអ្នកអត់ដាក់យើងអត់យកទេចឹងណាហ្នឹងជា closing section ចឹងវាមាន3ធំហ្នឹងគឺ open body closing រឿង research ខ្ញុំចង់ផ្ដោតនេះដែរដោយសារបងប្អូនយើងធ្វើខ្លះគាត់អត់ follow តាម ethic ហ្នឹងឲ្យបានត្រឹមត្រូវណាក្រុមសិលធម៌សាវជាវទី1យើងត្រូវឲ្យគេដឹងថាគេបំពេញរបស់យើងគេបំពេញរឿងអីគេយល់ច្បាស់គេព្រមបំពេញតែគេដឹងគេ inform ដឹងពីគោលបំណងដឹងថាតើគាត់ចូលរួមទៅបានលុយបានកាក់អស់ឬក៏មិនបានទេចូលទៅប៉ះពាល់អីហើយគាត់មានសិទ្ធិឈប់ធ្វើអត់ពេលពងធ្វើស្រាប់ថាស្អីដែរមិនដឹងសួរសំណួរមានត្រូវផងបិទចោលហ្មងខ្ញុំធ្វើតែញយតែចូលបំពេញគេបានពាក់កណ្ដាលទៅមើលទៅអត់កើតទេខ្ញុំបិទចោលណាព្រោះគាត់សួរមកវាអត់ត្រូវហើយយើងមានបញ្ជាក់គេរឿង anonymity អត់គេចូលរួមនោះយើងសួរអ្នកខ្លះសួរលេខទូរស័ព្ទសួរឈ្មោះទៀតអត់មានលាក់ឲ្យគេទេអញ្ចឹងអានឹងគេហៅខុសethic បាត់ហើយ no identifying information is collected confidentiality តន័យដែលយើងប្រមូលពីគាត់នេះអាយុម៉ានអីម៉ានយើងយកទៅណាយើងចែកឲ្យគេផ្សេងឬក៏យើងត្រូវរក្សាការសម្ងាត់ទុកមិនអីមិនអញ្ចឹងណាសិទ្ធិក្នុងការឈប់ធ្វើឈប់ធ្វើកាទីបានអត់អញ្ចឹង that can stop participating at any point without any consequence ហើយចូលរួមហ្នឹងគាត់ចូលហ្នឹងយើងមកខំឲ្យគាត់ចូលឬក៏យ៉ាងម៉េចអញ្ចឹងវាត្រូវអ្នកចូលរួមគឺ voluntary មិនថាស្ម័គ្រចិត្តចូលរួមអញ្ចឹងជារួម ethic ខ្ញុំ highlight 4ហ្នឹង5ហ្នឹងគឺត្រូវតែមានហ្មងទី1គាត់ធ្វើហ្នឹងគឺគាត់ដឹងថាគាត់ធ្វើពីអីគាត់អានឬគាត់យល់ហើយគាត់ដឹងថាគាត់ធ្វើគឺយើងអត់យកឈ្មោះយកទូរស័ព្ទគាត់ទេហើយយើងលាក់ការសម្ងាត់ឲ្យគាត់ស្រីផុសអាយុប្រហែលអីម៉ានemail គាត់មិនយើងដឹងប៉ុន្តែយើងលាក់ការសម្ងាត់ឲ្យគាត់យើងបញ្ចេញទៅឲ្យអ្នកទី3ជនទី3យ៉ាងទៅហើយគាត់មានសិទ្ធិក្នុងការធ្វើឬក៏មិនធ្វើសិទ្ធិគាត់ហើយគាត់ធ្វើគឺស្ម័គ្រចិត្តធ្វើណាហើយធ្វើបានពាក់កណ្ដាលក៏ជប់ធ្វើក៏បានដែរអញ្ចឹង4-5ហ្នឹងត្រូវតែមាននៅក្នុង questionnaire គ្រប់ទាំងអស់ត្រូវទៅសេនៅក្នុង introduction នេះកន្លែងនេះម្ដុំ opening section នេះការ cover letter confidentiality assurance នេះត្រូវទៅសេឲ្យច្បាស់ផ្សេងទៀតនេះ research questionnaire មិនអីទេ minimizing harm កុំឲ្យគាត់ធ្វើ questionnaire យើងឲ្យគាត់ពិបាកចិត្ត3ថ្ងៃអីចឹងណា transparency យើងយកទៅណាទិន្នន័យហ្នឹងហើយ data protection យើងថែរក្សាទិន្នន័យគេយ៉ាងម៉េចដូចការខ្ញុំរៀន PhD កន្លែងហ្នឹងគេសួរច្រើនណាកន្លែងហ្នឹងឆ្លើយពេលហើយមួយខែដើម្បីឆ្លើយសំណួរឲ្យគេឲ្យអស់ណាគាត់សួរទិន្នន័យយើងប្រមូលបានយើងយកទៅណាទុកនៅណាត្រូវប្រាប់គេថាយើងទុកក្នុងកុំព្យូទ័រដាក់ password ច្បាស់លាស់ទុកក្នុងកែទុកចាក់សោត្រឹមត្រូវបើគេព្រមឲ្យយើងចុះទៅប្រមូលទិន្នន័យចឹងគេសួររឿងនឹងខ្លាំង
ហើយយើងសួរសំណួរឲ្យទៅគេថាយើងធ្វើម៉េចដើម្បីសួរទៅកុំឲ្យគេពិបាកចិត្តកុំឲ្យគេមានអារម្មណ៍មិនល្អអីចឹងណាហ្នឹងក៏ជាក្រមសីលធម៌ដែរអញ្ចឹងទាំងអស់ហ្នឹងយើងត្រូវគិតដែរហើយចាំពេលបង្កើត questionnaire បាននេះឥឡូវយើងទៅមកតង់ទៀតអានេះជាចំណុចដែលខ្ញុំគិតថាសំខាន់ដែលខ្ញុំចង់ចែកម្លែកដែរព្រោះខ្ញុំបរៀនទៅនិស្សិតភាគច្រើនគាត់ថាមិនដឹងបង្កើត questionnaire យ៉ាងម៉េចស្អីយ៉ាងម៉េចអញ្ចឹងណាទាំងនិស្សិត master ក៏ដោយ PhD ក៏ដោយតែពិត questionnaire ហ្នឹងបើយើងចេះរបៀប search រកវាអត់ពិបាកទេព្រោះអាខ្លះវាមានស្រាប់យើងគ្រាន់តែយករបស់គេមកធ្វើសារថ្មីឬក៏យករបស់គេមកច្នៃមិនចឹងដើម្បីច្នៃរបស់គេបានតើយើងរករបស់គេសិនចឹងរកឲ្យបាន 4-10 questionnaire មកបានយើងយកមកច្នៃថាតើយើងយកអាណាខ្លះមកបញ្ចូលខ្លះជារបស់យើង combine វាបញ្ចូលគ្នាខ្លះជារបស់យើងឬក៏យើងយកទាំងស្រុងពេលខ្លះ questionnaire គេយកទាំងស្រុងពេលខ្លះទៀតគេយករបស់គេយកអានេះតិចអានោះតិចចុះ3-4 research ផ្សេងៗនេះយកមកចាប់ដាក់ចូលរបស់យើងខ្លាយជា questionnaire មួយចឹងណាចឹងដើម្បីរក questionnaire កុំឲ្យថាខ្ញុំមិនទៅរក questionnaire ហ្នឹងមកពីណាទេ topic ខ្ញុំអត់មានគេធ្វើទេអាហ្នឹងយើងនិយាយចឹងគឺខុសបាត់ហើយ topic យើងធ្វើទាំងអស់ហ្នឹងសិតតែគេធ្វើឲ្យអស់ហើយមកពិភពលោកនោះមានអ្នកណាមិនទាន់ធ្វើទោះបីមិនធ្វើដូចយើងក៏គេធ្វើប្រហែលនឹងដែរចឹងដើម្បីរក questionnaire ឲ្យបានទីមួយយើងត្រូវ download នៃ Kbot សិនគ្រប់នៃ Kbot ភាគច្រើនមាន questionnaire ព្រោះគោលការណ៍នៃ Kbot អ្នកឯងប្រមូលទិន្នន័យប្រើ questionnaire ឯងត្រូវយក questionnaire ដាក់នៅក្នុង appendix យើង download នៃ Kbot មករំឃើញចាំមើលទៀតខ្ញុំបង្ហាញឲ្យមើលគឺឃើញថាយើងយកវាមកប្រើអត់ទី1យកមកទាំងបលឬក៏យើងច្នៃទី2យើងទៅ download អត្ថបទគ្រប់អត្ថបទដែលប្រើ questionnaire មានពីរប្រភេទគឺទី1ដាក់ questionnaire ឲ្យយើងមើលឬក៏គេអត់ដាក់ទេបើគេអត់ដាក់ធ្វើម៉េចបើគេអត់ដាក់យើងមើលទៅលើផ្នែក result section result របស់គេបង្ហាញពី questionnaire របស់គេហើយគេបង្ហាញជាលទ្ធផលយើងយកហ្នឹងបង្កើតជា questionnaire research ខ្លះគេដាក់ appendix ឲ្យហ្មង questionnaire គេក្នុង appendix យើងយកមកប្រើបានឃើញទេតែបើនេះគេបត់ដឹងអត់បានហ្មងព្រោះ 100% ដឹងមានហើយមួយទៀតយើងអានអត្ថបទមួយគេថាគេយក questionnaire តាមលោកនេះយើងចង់បាន questionnaire ហ្នឹងអត្ថបទហ្នឹងអត់មានទេតែគេថាគេយកតាមលោកកយើងទៅមើលនៅក្នុង reference list ហ្នឹងរកមើលលោកកហ្នឹងតើអត្ថបទហ្នឹងចំណងជើងអីរបស់ពុំណាទៅ download អត្ថបទហ្នឹងចឹងអាហ្នឹងជាឯកសារដើមយើងទៅ download មកយើងយកមកធ្វើជា questionnaire បានចឹង check reference list of an article ដើម្បីរកមើលឯកសារដើមចឹងទី1យើង download នៃ Kbot រកមើល appendix គេទៅឧបសម្ព័ន្ធហ្នឹងមានហើយទី2 download អត្ថបទ Cell Shield យើងមើលនៅក្នុងផ្នែក result ឬនៅក្នុងផ្នែក appendix ទូទៅអត់មាននៅក្នុង appendix ទេភាគតិចណាស់ដែលគេដាក់ក្នុង appendix ឲ្យជានៅក្នុងអត្ថបទដោយសារអត្ថបទវាខ្លី5-10ទំព័រទេបើដាក់ questionnaire មកទៅវាវែងអញ្ចឹងគេដាក់តែមានខ្លះដាក់បើវាអត់ដាក់រកនៅណាគឺរកនៅក្នុង result section ក្នុង result ហ្នឹងបង្ហាញពី questionnaire ហើយយើងយកហ្នឹងមកច្នៃទៅជាលទ្ធផលជា questionnaire បានមួយទៀតនៅក្នុងអត្ថបទហ្នឹងគេអត់មាន questionnaire ទេហើយមាន result ខ្លះតែយើងមើលទៅវាពិបាកមិនដឹងចាប់ណាទុកណាណាតែគេថា questionnaire របស់គេ adopt តាម adapt modify តាមលោកណាមួយយើងទៅមើល reference list របស់គេរកមើលលោកហ្នឹងព្រោះលោកហ្នឹងគឺជាអ្នកដើមរត់ទៅមើលគាត់មុនគេទៅ download អត្ថបទដើមឃើញ questionnaire ហ្នឹងហើយជួនកាលទៅ download អត់ឃើញទៀត download ឃើញ result របស់គាត់បង្ហាញពី questionnaire របស់គាត់យើងយក result របស់គាត់មកបង្កើតជា questionnaire ហើយបើគាត់មានដាក់ក្នុង appendix គឺយកមកបានស្រួលគាត់ថាភាគតិចមិនដាក់ក្នុង appendix ឲ្យទេគេច្រើនដាក់នៅក្នុង result section មិនថាយើងច្នៃទៅតាម result របស់គេវិញ result បង្ហាញពី questionnaire មួយទៀតយើងឃើញអត្ថបទថ្មីអត្ថបទទឹករបស់ពុំ1ឆ្នាំ2ឆ្នាំក្រោម5ឆ្នាំអីចឹងណាហើយគាត់ថាគេមាន questionnaire មួយហើយមិនដឹងយើងទៅរកមើលមិនដឹងនៅណាអីណាយើងតាក់ទងទៅគាត់មកញ៉ាំ email ទៅ researcher ហ្នឹងហ្មងសុំ questionnaire គាត់យកមកធ្វើខ្ញុំទទួល email បានច្រើនដែរពាក់ព័ន្ធនឹងគេសុំ questionnaire ហ្នឹងនិស្សិតខ្មែរយើងនិស្សិតស្រុកគេអញ្ចឹងគាត់ផ្ញើ email មកសុំ questionnaire យើងអញ្ចឹងណាហើយយើងផ្ញើគាត់ទៅអាហ្នឹង
ករណីនេះគឺករណី research អត្ថបទថ្មីថ្មីកុំឲ្យលេខអត្ថបទហ្នឹងបំពុំ50ឆ្នាំមុនហើយយើង email សុំ questionnaire ទៀតគាត់ចេញដែរព្រោះអ្នកនិពន្ធនឹងសួរគាត់ឆ្លាប់បាត់ហើយអញ្ចឹងណាគាត់ចាស់បាត់ហើយគាត់ email លេខដំណើរការក៏មានដែរអញ្ចឹងវាបានតែថ្មីថ្មីទេដែលយើងគិតថា researcher គាត់នៅរស់រៀនមានជីវិតឡើយទេយើងអាចតាក់ទងទៅគាត់បានតែគឺច្រើនមិនតាក់ទងយើងមើលតាម visa section មកគេទៅឃើញហើយបានអាហ្នឹងវិធីសាស្ត្រទេប៉ុន្តែខាងនេះវិធី search រកមើលហ្នឹងពេលចឹងយើង search តាម Google Scholar ឬក៏ Science Direct ទៅឃើញហើយនេះវិធីសាស្ត្រ search តែមើលទីយើង search មើលអស់គ្នាវិធីសាស្ត្រ search រកមើល questionnaire យើងត្រូវរកមើល term questionnaire scale survey instrument measurement បូកជាមួយ research topic របស់យើងហើយយើងប្រើវិធីសាស្ត្រ search មួយគេហៅថា Boolean operator តែបើពីរប្រភេទហ្នឹងខ្ញុំធ្លាប់រៀនលើមុនដែរquote បូកជាមួយនឹងពាក្យ n ធំនេះ n ឬ say capital តែទីយើងបង្ហាញឲ្យទីយើងមើលរបៀបផ្សេងរកមើល questionnaire សម្រាប់ research របស់យើងជាពិសេសសម្រាប់បងប្អូនយើងដែលកំពុងធ្វើ research មិនទាន់មាន questionnaire គឺត្រូវហើយវិធីសាស្ត្រហ្នឹងណាឥឡូវដោយសារខ្ញុំបញ្យល់ប៉ុណ្ណឹងអស់ខ្ញុំសាកបង search រកមើលហ្មងវិធីសាស្ត្រនេះវិធីសាស្ត្រពាក្យ questionnaire scale survey instrument បូកជាមួយនឹងប្រធានបទរបស់យើងឧទាហរណ៍ថា research យើងធ្វើអំពី job satisfaction យើង search មកបូកមួយ questionnaire ទៅឃើញហើយអញ្ចឹងខ្ញុំសុំទៅ Google Scholar បន្តិចឧទាហរណ៍ថា research ខ្ញុំតាក់ទងនឹង transformational leadership ហ្នឹងទៅចាអញ្ចឹងយើងទៅប្រធានបទអីយើងវាយប្រធានបទហ្នឹងនៅក្នុង quote មិនកណ្ដោណាហើយយើងវាយពាក្យ n អក្សរធំនេះបើ quote ទៅដាក់ questionnaire អញ្ចឹងប្រធានបទបូកជាមួយនឹង questionnaire បូកហ្នឹងគឺអក្សរ n អក្សរធំណាហើយចុច search មកហើយវាឃើញនេះមើលនេះការបង្កើត questionnaire ស្អីអញ្ចឹងយើងអ្វីដែលធ្វើយើងចុចលើហ្នឹងហើយយើងរកមើល appendix questionnaire appendix A interpretation of factor វាឲ្យ item ដែលត្រូវផ្ដោតពាក់ព័ន្ធនឹង transformational leadership មិញហើយនេះគេអានេះផ្សេងនេះមែនទេអូខេទី1យើងមើល appendix ពេលខ្លះមាន questionnaire ពេលខ្លះមានទី2យើងមើលកន្លែង result របស់គេនេះ item ដែលគេប្រើអញ្ចឹងណា item 1 2 4 5អញ្ចឹងទៅហើយបើយើងមើលទៅអានេះវាមិនអត់ឃើញទេយើងកុំអាចយើងទៅរកផ្សេងឧទាហរណ៍ថាខ្ញុំមិនខ្ញុំគិត back អត់មកអញ្ចឹងឧទាហរណ៍ថាអាណាមួយទៀតនេះមួយទៀតចុះពីសូវយើង search ចូលមើលទេវាមានអស់ហើយក្នុងហ្នឹង search មកហើយតែពីរកមើលគឺតែមើលនៅក្នុង appendix អានេះអត់មាន appendix ទេអញ្ចឹងអត់មានទេអញ្ចឹងមើលនៅក្នុង result នេះitem ស្អីខ្លះដែលគេប្រើនៅក្នុង test របស់គេណាប៉ានេះអត់ឃើញ item ទេនេះគ្រាន់តែ factor ធំតែ item មួយបើអត់មានអញ្ចឹងអត់មានយើងប្រើអត់ការទេតែយើងអាចមើលនៅក្នុង method របស់គេគេដាក់ថាគេយកតាមអ្នកណាអញ្ចឹងណានេះ data collection tool របស់គេmulti factor leadership questionnaire
một item such as 21 item មិនដែរយើងវាអានេះវាអត់ប្រាប់ថា21ស្អីខ្លះណាតែចឹងឥឡូវបែបហ្នឹងគឺយើងអត់ទេអត់ជួយយើងអត់បានទេចឹងយើងអាចរកមើលនៅក្នុង finding ផងអីផងទៅតែបើមិនបានទេយើងអ្នកផ្សេងមិនមែនតែមានតាមអត្ថបទហ្នឹងណាវាមានផ្សេងទៀតចឹងណាចឹងគាត់ឲ្យរបៀប search ទេជួនកាលយើងដាក់ពាក្យផ្សេងទៅថែមពាក្យ questionnaire ឬក៏ scale អីចឹងទៅsort measure of transmission យើងមកតរនេះមួយទៀតចាស់គឺយើងជាអ្នកស្រាវជ្រាវអង្គុយ search រកមើលទៅវាអត់មានអីទេឥឡូវអានេះមាន appendix អត់មានទេយើងមើលវាអត់មាន appendix ទេបើអត់មានទេយើងមើលកន្លែង finding របស់គេនេះ result នេះឃើញទេអានេះជា item របស់គេនេះស្អីនេះអញ្ចឹងអាហ្នឹងខ្លាចជា questionnaire ហើយមាន7 item អញ្ចឹងណាជាងការពួកនេះស្អីនេះគឺយើងមើលនៅក្នុង finding ឬក៏យើងមើលនៅក្នុងនឹងហើយយើងមើលធម្មជាតិចាស់អត្ថបទរបស់ខ្ញុំធ្វើថ្ងៃមុនរឿង AI រឿងស្អី online learning ស្អីទៅមើលស្អីគេonline learning នេះអានេះអត្ថបទនេះខ្ញុំធ្វើអំពីបញ្ហាប្រឈមនៅឱកាសពាក់ព័ន្ធនឹងការរៀន online ហើយ research នេះយើងធ្វើ survey នេះ survey data មាន questionnaire អញ្ចឹងណាអញ្ចឹងបើយើងចង់ធ្វើដែរយើងត្រូវមើលនៅក្នុងអត្ថបទហ្នឹងតើមាន appendix ទីដាក់ questionnaire អត់មានទេយើងត្រូវរត់ទៅមើល result section ណា result នេះ result ចេញពីតាមនេះមកហៅមើលមកអីខ្លះនេះមិន item ទាំងអស់ពីប្រើស្អីអានេះគឺគេនិយាយពី challenge គឺមាន item 4-10ហ្នឹងទៅ4-10ទៅហើយគេប្រើតាម strongly agree disagree like a scale អញ្ចឹងណាអញ្ចឹងយើងយកទាំងអស់ហ្នឹងបើយើងចង់ធ្វើ research បែបហ្នឹងដែរយើង adopt ទាំងអស់ហ្នឹងមកហើយទាំងអស់ហ្នឹងយើងចង់យកទាំងអស់ទៅធ្វើសារថ្មីក៏បានហើយយើងអានមើលថាតើវាត្រូវទាំងអស់ហ្នឹងអត់បើគិតថាច្រើនណាអាខ្លះដូចអត់ទៅសំខាន់យើងដកវាចេញប៉ុន្តែយើងក៏ត្រូវប្រាប់ថាយើងបាន adapt តាមលោកនឹងដែរផ្នែកហ្នឹងមកផ្នែកទៀតរឿងឱកាសគេមានអីអត់នេះមាន item ទៀតហ្នឹងដែរអញ្ចឹងក្នុង item និយាយពីឱកាសនៃការរៀន online គេមាន10ដែរ10អញ្ចឹងណាយើងមើលទៀតតើយើងចង់យកទាំងអស់ហ្នឹងឬក៏យើងយកខ្លះហើយបើយើងឧទាហរណ៍ថាយើងអានអត្ថបទហ្នឹងយើងយកបានតែប៉ុណ្ណេះទេតែផ្សេងយើងអត់ទៅចាប់អារម្មណ៍ទេតែយើងចង់ថែមទៀតអត់ឬតែប៉ុណ្្នឹងទេតែយើងអានអត្ថបទមួយទៀតគេបាន 4-10 item ទៀតយើងមក combine ចូលគ្នាអញ្ចឹងផ្នែកឱកាសហ្នឹងមួយយើងអាច combine research 2ចូលគ្នា2ឬក៏3ចូលគ្នាឬក៏តែមួយក៏បានដែរអញ្ចឹងមួយហ្នឹងយកទាំងអស់ហ្នឹងឬក៏យើងឆ្នៃអាចបន្ថែមអាចបន្ថយឬក៏អាច combine ជាមួយ research មួយទៀតចុងក្រោយបាន questionnaire ហើយអញ្ចឹង questionnaire មិនដឹកគេដឹងតែឲ្យមកយើងស្រាប់អញ្ចឹងទេគឺយើងយកមកតាម finding នេះដែលគេបង្ហាញក្នុងតារាងនេះអាហ្នឹងគឺជា item ដែលយើងយកមកបង្កើតជា questionnaire ពេលខ្លះទៀតយើងមើលក្នុង method របស់គេតើ questionnaire គេបានមកពីណាអានេះវាអត់ច្បាស់ថាបានមកពីណាទេអញ្ចឹងអត់នេះទេបង្កើតខ្លួនឯងពេលខ្លះទីគេប្រាប់ថាគេយកពីអ្នកណាយកពី adapt ពីលោកណាយើងរត់មកមើលលោកនឹងនៅក្រោមនេះទៅ download គាត់មកហើយយើងមកមើលទៀតអញ្ចឹងណាបន្តទៀតទៅអូខេលើសុំទៀតចឹងហ្នឹងវិធីសាស្ត្រក្នុងការរក questionnaire មានតែប៉ុណ្្នឹងទេគឺ search វិធីសាស្ត្រ search ទី1ទី2វិធីសាស្ត្រការរក search ចេះ search គឺដឹងបានហើយមើល appendix មានអត់មានទេចឹងខ្ញុំចូលមកកន្លែង
finding នេះហើយទៅមើលទៅឃើញនេះមិន questionnaire នេះណាតាក់ទងអី Indian transformational leadership item loading ណានេះអញ្ចឹងទាំងអស់ហ្នឹងគឺជា item សម្រាប់វាស់បរិបទមួយ performance oriented ហើយណា human នេះគឺមាន item 5នេះទៅ openness nurturing មាន item 5ហើយស្អីហ្នឹងណាយើងការងាររបស់យើងតើយើងមើលទៅស្របមួយអ្វីយើងចង់បានអត់បើចង់បានយកទាំងអស់ហ្នឹងមកadopt ទាំងអស់ហ្នឹងមកដោយគឺយើងគិតថាខ្លះវាអត់កើតទេយើងលុបវាចោលយើងថែមបន្ថយយើងហើយគេដាក់មកហ្នឹងគេមិនដាក់ជា questionnaire ឲ្យយើងគេដាក់ជាលទ្ធផលតែយើងឆ្នៃទៅជា questionnaire វិញដោយមើលទៅតាម item មួយហ្នឹងបង្កើតជា questionnaire ថែម like a scale agree disagree ទៅវិញទៅណានេះលទ្ធផលរបស់គេយើងអានេះអត់ត្រូវការលទ្ធផលទេប៉ុណ្ណឹងបាន questionnaire ហើយអញ្ចឹងយកអានឹងមួយយកអ្នកផ្សេងមួយ3អ្នកចូលគ្នាមកបង្កើតបាន questionnaire មួយដែលមាន30 item គឺដែរអញ្ចឹងចំណាយពេលថាប្រហែលមួយថ្ងៃចុះដល់2 ថ្ងៃចុះបង្កើត questionnaire បានហើយមិនមែនអង្គុយគិត questionnaire អង្គុយគិតតែស្អីអាហ្នឹងវែងឆ្ងាយណាអង្គុយគិតហ្នឹងគឺយូរគឺយើងរកមើលអាមានស្រាប់ហ្នឹងយកមកឆ្នៃយកមកគិតថែមយកមកកែកុនមកគឺពេលខ្លះគឺរកបានគឺបានហ្មងដោយករណីនេះចឹងខ្ញុំឧទាហរណ៍មួយទៀតចុះresearch លោកមួយនេះជប់ខ្ញុំរកមើលសិនconception of research នេះលោកនេះគាត់ធ្វើ research មួយនិយាយអំពីថាតើគ្រូអង់គ្លេសគាត់យល់ research ហ្នឹងថាជាអី research គាត់ហ្នឹងល្អដោយសារគាត់ដាក់ questionnaire ឲ្យមើលហ្មងឥឡូវចាំមើលបើយើងមើលនៅក្នុង finding ក៏យើងឃើញ questionnaire របស់គាត់ដែរសំណួរដែលគាត់សួរណាឧទាហរណ៍ថានេះនេះជា item ដែលគាត់នេះខ្ញុំសុំលើកទូរស័ព្ទមួយសិនបាទសុំទោសផងមានគិតទេមកអានេះជាលទ្ធផលរបស់គេដែលគេបង្ហាញអញ្ចឹងយើងយកនោះទៅជា questionnaire បានទីបង្កើតជា questionnaire ដោយសារ item របស់គេហើយគេប្រើ 3 scale Likert scale តែ3ឯងmore important less important unsure អញ្ចឹងណាហើយយើងមើលតទៀតទៅនេះក៏ជា item ដែរមូលហេតុអីបានគេអាន research ឬក៏មិនអានគេមានមូលហេតុរបស់គេប្រហែលដងអញ្ចឹងណាអត់មានពេលអត់មានសភៅអត់មានអីហោហែងទៅអញ្ចឹងយកហ្នឹងទៅបង្កើតជា questionnaire ដែរមួយទៀតreason មូលហេតុបានគ្រូគាត់ធ្វើ research អញ្ចឹងគាត់ឲ្យ reason 4-10មកអញ្ចឹងទៅយើងបំពេញទៅឃើញទេអានេះស្អីទៅ reason for not doing តែបានគ្រូគាត់អត់ធ្វើ research គាត់មាន reason របស់គាត់ប៉ុន្តែយើងមើលប៉ុណ្ណឹងក៏ដោយប៉ុន្តែពេលខ្លះ research មួយគេដាក់ questionnaire ឲ្យនៅក្រោមនេះ appendix នេះហើយយើងមើល appendix គេឲ្យទាំងអស់អញ្ចឹងអានេះជា questionnaire ទាំងមូលដែលគេដាក់ឲ្យ design មកស្អាតគេដែរមានfile Likert scale ហ្នឹងហើយមាន section អីពាក់ព័ន្ធនឹងអី file Likert scale ដែរអានេះ ranking question
ហោហើយអញ្ចឹងណាចុងក្រោយគេបានគេសួរ about yourself អានេះdemographic information គេសួរក្រោយវិញព្រោះពី option សួរមុនឬក៏សួរក្រោយអញ្ចឹងណានេះគេសួរក្រោយនេះផ្សេងទៀត questionnaire 2អញ្ចឹងរបៀបរក questionnaire តែប៉ុណ្្នឹងទេឥឡូវខ្ញុំសុំឧទាហរណ៍មួយទៀតឧទាហរណ៍ថាយើង download download នៃ Capbot download មកនេះខ្ញុំឧទាហរណ៍នៃ Capbot នេះមួយចុះអានេះយើង download ខ្ញុំឧទាហរណ៍ download ហើយយើងវិធីសាស្ត្រ download វាផ្សេងទៀតស្រួលទេ download បានហើយឲ្យតែមាននៃ Capbot រកណាពាក់ព័ន្ធនឹងប្រធានបទរបស់យើងកំពុងធ្វើរត់ទៅមើលនៅ Public ភ្លាមគឺគេឲ្យមកទាំងអស់នេះព្រោះនៃ Capbot វា copy អត្ថបទគេច្រើនដាក់នៅក្នុងនឹងទាំងអស់appendix ឥឡូវអានេះយើងចង់បាន interview គេមាន interview ហើយយើងបាន questionnaire នេះចុះរមើល questionnaire ទៅ questionnaire គេដាក់ទាំងអស់ទាំងអង់គ្លេសទាំងខ្មែរឲ្យយើងទាំងអស់អញ្ចឹងយើងមើលទៅថាតើពួក item មួយនេះយើងអង្គុយគិតយូរណាតែបើគេគិតឲ្យស្រាប់ហើយយើងគ្រាន់យកមកសម្រាប់ថាយកឬក៏មិនយកពីស្រួលជាងអញ្ចឹងយើងយកមកហើយយើងកុំយកទាំងអស់ពីគាត់យើងយកអ្នកផ្សេងទៀតទៅ3 4អ្នកចូលគ្នាទៅបាន questionnaire មួយថ្មីជារបស់យើងម្ដងព្រោះយើងមិន adopt ទាំងស្រុងយើង adapt តែមានទាំងអស់ចឹងហ្នឹងគឺវិធីសាស្ត្រប៉ុណ្ណឹងគឺយើង download នៃ Capbot មកយើង download បានហើយយើង download អត្ថបទមើលផ្នែក result មើល appendix ជួនកាលទៅមើល reference ទៀតតាមរកដើមទៀតពេលខ្លះទៀតតាក់ទងទៅ researcher ផ្ទាល់ព្រោះខ្ញុំមានគេតាក់ទងមកខ្លះដែរអញ្ចឹងណាប៉ុន្តែតើយើងរកមិនបានយើងទៅតាក់ទងគេតែបើយើងមើលក្នុងអត្ថបទគាត់មានខ្លះហើយយើងមិនបាច់តាក់ទងក៏បានដែរតែជួនកាលយើងមើលឃើញក្នុង result section ឃើញមានល្អហើយយើងចង់បានអា questionnaire ដើម design ស្អាតស្រាប់ហើយយើងតាក់ទងគាត់ទៅហើយជាពិសេសគឺមិនបាច់តាក់ទងពីណាទាំងអស់នេះ search តាមនេះវិធីសាស្ត្រ search គឺយើងដាក់ពាក្យ questionnaire ពាក្យ scale ពាក្យ survey ពាក្យ instrument អីហោហើយមួយណាក៏បានដែរហើយបូកជាមួយនឹងប្រធានបទរបស់យើងហើយយើងឆ្នៃកែទៅកែមកអាពាក្យពេចហ្នឹងណាហ្នឹង search ទៅ search មក download មកមើលមកឃើញហើយដឹងតែមាន questionnaire គឺអាចយកមកប្រើបានពេលខ្លះយើងប៉ះអត្ថបទខ្លះគេដាក់ឲ្យទាំងស្រុងហ្មងទៅពេលខ្លះទៀតគេដាក់តែចេញជា result យើងយកមកឆ្នៃជា questionnaire ទៅសូមបង្ហាញអាកបងសំណួរទីចិនខ្ញុំទៅរកឃើញអ្វីយើងធ្លាប់ធ្វើមួយមិត្តភ័ក្តិអញ្ចឹងណាអានេះគឺយើងធ្វើ research មួយពាក់ព័ន្ធនឹងuse perception about the use of code switching តើយុវជនកម្ពុជាយើងយល់យ៉ាងម៉េចចំពោះការលាយភាសាគ្នារវាងភាសាខ្មែរនិងភាសាអង់គ្លេសអ្វីខ្ញុំចង់បង្ហាញរឿង questionnaire ហ្នឹងចេះដោយសារខ្ញុំចង់បង្ហាញរឿងបង្កើត questionnaire តែខ្ញុំគិតថាគ្មានពេលបង្កើតទេព្រោះវាវែងឆ្ងាយទៀតណាតែខ្ញុំចង់បង្ហាញចេះទី1 questionnaire យើងត្រូវមាន title ឲ្យច្បាស់យ៉ាងមកអញ្ចឹងណានឹង title បន្ទាប់ពី title គឺផ្នែកដំបូងនេះអានេះគេហៅ cover letter ឬក៏ introduction section ផ្នែកដំបូងនោះយើងត្រូវសួស្ដីឬក៏អីគេអញ្ចឹងណាបង្ហាញពីគោលបំណងរបស់យើងកំពុងសិក្សាពីរឿងអីមួយការសាមានគោលបំណងយ៉ាងម៉េចអីយ៉ាងម៉េចអញ្ចឹងទៅហើយបញ្ជាក់គេថាគាត់ចូលរួមបានហ្នឹងគាត់ត្រូវម៉េចគាត់តែ8 10ទៅ35ឆ្នាំមើលណែនេះ35ឆ្នាំមិនបាច់ធ្វើទេក្រុម8 10ក៏គុំដែរអញ្ចឹងអានឹងជា filter question ជាចំណុចដែលយើងត្រូវបញ្ជាក់ថាឲ្យអ្នកបំពេញហ្នឹងគឺច្បាស់ជាប៉ុណ្ណឹងព្រោះយើងកំណត់យុវជនយកតាម8 10 35ហើយអានេះ ethic ការចូលរួមរបស់អ្នកគឺជាការស្ម័គ្រចិត្តអ្នកអាចដកខ្លួនចេញពីការចូលរួមគ្រប់ពេលដោយមិនបាច់តាមផ្ដោតហេតុផលបញ្យលអីមួយឡើយព័ត៌មានផ្ដោតខ្លួននិងរក្សាជាអនាមិកការពារបញ្ជូនចម្លើយអ្នកព្រមព្រៀងឲ្យពួកយើងប្រើប្រាស់ចម្លើយរបស់អ្នកក្នុងការសិក្សានេះបើមានចម្ងល់អីផ្សេងសូមតាក់ទងតាម email ឬក៏តាម Telegram អានេះក៏ត្រូវមានដែរជាក្រុមសិស្សធម៌គឺត្រូវដាក់លេខទូរស័ព្ទ email របស់យើងឲ្យអ្នកចូលរួមបើសិនករណីគាត់ឆ្ងល់គាត់មានពាក់ព័ន្ធនឹងតែពីចឹងគ្មានណាសួរទេគាត់ថាជាគោលការណ៍ក្រុមសិស្សតែដាក់សូមអរគុណយើងទៅ
ចឹងទាំងអស់យើងមានចឹងតែថា questionnaire យើងធ្វើពីភាសាខ្មែរផងអង់គ្លេសផងចឹងណាតែយើងចង់ធ្វើមិនបានតែសំខាន់អ្វីខ្ញុំចង់បញ្ជាក់ទី1មានចំណងជើងច្បាស់លាស់ research ហ្នឹងទី2មានcover letter បង្ហាញអំពីក្រមសីលធម៌គោលបំណងនៃការស្រាវជ្រាវតាក់ទងយើងតាមណាចូលរួមយ៉ាងម៉េចអីយ៉ាងម៉េចហោហាយយ៉ាងមកហើយបានយើងចូល section ទី1គឺព័ត៌មានតខ្លួនហោហាយយ៉ាងណាសួរគេច្រើនយើងសួរអាយុសួរភេទសួរកម្រិតវប្បធម៌សួរកម្រិតភាសាអង់គ្លេសជំនាញអីធ្វើការឬក៏អត់រស់នៅណាអីហោហាយទៅស្រេចយើងទេហើយបានយើងចូល body section នេះគឺ body ហើយអញ្ចឹង body ចែកចេញជាពីរផ្នែកផ្នែកសំណួរផ្ទាល់ខ្លួននិងផ្នែកសំណួរដែលឆ្លើយសំណួរស្រាវជ្រាវរបស់យើងសំណួរស្រាវជ្រាវទី1យើងនិយាយអំពីបទពិសោធន៍អញ្ចឹងយើងមាន item ផ្សេងអានេះ dichotomous item អញ្ចឹងឆ្លើយទៅពីរអញ្ចឹងនេះឆ្លើយជា multiple choice question អីអញ្ចឹងទៅអានេះច្រើនឲ្យគាត់រើស 4-5 យើងមក like a scale question ដែលយើងប្រើ strongly agree disagree អញ្ចឹងណាចឹងនេះដោយសារនៅក្នុងការ design questionnaire វាមានតើយើង explore នឹងទៀតសម្រាប់អ្នកថ្មីណាតែមានបងប្អូនយើងដែលឆ្លងកាត់ research ដែលដឹងរឿងនឹងច្រើនហើយនេះយើង add យើងអីឆ្នៃធ្វើតាមហ្នឹងទៅមើល YouTube ឲ្យថែមទៅ reason for code switching អញ្ចឹងហើយនឹងអញ្ចឹង item មួយដែលយើងដាក់នេះ item នេះយើងយកពីការស្រាវជ្រាវពីមុនគេធ្វើហើយគេចេញលទ្ធផលឲ្យយើងយកអាហ្នឹងមកដាក់ជា questionnaire មិនអញ្ចឹងដាក់ជា item នឹងយើងដាក់7ទៅចង់ដាក់8ក៏បានដែរថែមមកហើយយើងថែម ground agree disagree អីយើងទៅ like a scale ទៅហើយចុងក្រោយគេអានេះអត់មាន closing តែប៉ុន្តែត្រូវអរគុណគេមួយក្រុមនេះសូមអរគុណសម្រាប់ពេលវេលានិងការបំពេញកម្រងសំណួរនេះអីយ៉ាងទៅអញ្ចឹងជារួម questionnaire មួយអ្វីខ្ញុំចង់ផ្ដោតជាងគេគឺលើនេះដោយសារខ្ញុំឃើញអ្នកធ្វើវាច្រើនគាត់អត់សូវធ្វើឲ្យលើនេះcover letter សំខាន់ពេលពាក់ព័ន្ធនឹងក្រមសីលធម៌ហើយបានយើងនិយាយរឿងផ្សេងតែអីចឹងណាហ្នឹងហើយអូខេអញ្ចឹងខ្ញុំសូមឆ្លេះប៉ុណ្ណឹងលោកគ្រូយើងដាក់សារឲ្យគេអត់ឡើយហ្នឹងយើងយកសំណួរពីគេមកអញ្ចឹងលោកអូយើងសាយក្នុងអត្ថបទមិនសាយក្នុងហ្នឹងទេក្នុងអត្ថបទយើងសាយថាយើងយកពីអ្នកណាអញ្ចឹងណាបាទព្រោះខ្ញុំប៉ះច្រើននិស្សិតអីហ្នឹងគាត់សួររហូតរឿងមិនដឹងរកquestionnaireនៅណាអញ្ចឹងតែពិត questionnaire ហ្នឹងវាមានច្រើនណាស់ហើយយើងអត់ចេះរកមានពេញទឹកពេញទីណាយើងសំខាន់ download មកsearch រកមើលតាមការ keyword ហ្នឹងទៅហើយ search បានច្រើនមកចេះមើលជួនកាលឃើញទាំងអស់ជួនកាលឃើញតាម result section អញ្ចឹងណាឬក៏ download នៅ keyboard មកដឹងមានហើយមានស្រាប់ហើយយើងគ្រាន់យកមកឆ្នៃមកយកអានេះតិចអានោះតិចបង្កើតបានជា questionnaire មួយសម្រាប់របស់យើងអញ្ចឹងណាឥឡូវចប់រឿង questionnaire